ពីមកដល់ប្រទេសចិនលោកបង្កើតមនុស្សស្ពាន់ទាំង18និងបង្កើតកម្ពុជាវិជាគុណសាលៀនក្រៅពីជួយចម្លងជំតស៊ូដែលស៊ូកាត់ដៃដើម្បីសងសឹងលោកបានកម្ចាត់ព្រៃវិសាស្រ័យស្រង់ប្រជារាស្ត្រច្រើនរាប់អស់ថ្មីថ្មីទៅដាក់មកជាកម្ពុជាសង្ឃតែលោកក៏មានស្នេហានិងក្តីស្រឡាញ់ដែរនៅក្នុងពេលដែលលោកសោកស្ដាយធរអាភាពឆ្គាំឆ្គងនឹងការរើតម្រាស់ក្នុងចិត្តទីពីរក៏ប្រែជាក្តីស្រឡាញ់នៃខាងមនុស្សលោកនៅចុងឆ្នាំទី50ដោយសារតែវិជាព្រះនិងនិស័យព្រះដែលគ្មានគូប្រៀបរបស់លោកបានធ្វើឲ្យក្មួយរបស់លោកដែលជាបរិម្ចាស់ចិត្តតាមធ្វើបាត់លោកអស់ច្រើនសារនិងបញ្ជាឲ្យទាហានតាមសម្លាប់ដាក់មកតច្រកនៅក្រោមការការពាររបស់បាសាបាសិកាលោកក៏បានចាក់ចេញពីមាតុភូមិប្រទេសសម្មាសម្ពុទ្ធសម្មាសម្ពុទ្ធសម្រាប់ជីវិតដាក់បានកំណត់ចំនៅក្នុងជាព្រះខាងនេះជាព្រះការសំសំយ៉ាងខ្លាំងខ្លាំងក៏បានធ្វើឲ្យព្រះរកប្រទេសតាមការដំណើរថាព្រះធ្លាប់បាត់ទន្លេមួយជួយគ្រួសារនៅអេជីបឥឡូវនេះក៏បានបាត់សមុទ្រខាងនេះជួយបានមានសម្លេងតាំងពីដំបូងមកថាក្រោយពេលបានសំសិល60ឆ្នាំនៅប្រទេសចិនពង្រីកព្រលឹងធម៌អាហើយខ្លាចជាគ្រូទី1នៅប្រទេសចិនជាគ្រូមកតែព្រះម្ចាស់នោះលែងតាមជាតិម្ដាយគិចិត្តត្រង់ម្ចាស់ជាគោរពធម៌អាគឺមិនតែប្រឡាយប៉ុន្តែគំពីកតាគឺត្រូវការចិត្តសម្រាប់បណៃដើម្បីពង្រីកព្រលឹងធម៌អាត្រឡប់ទៅវិញចុះខ្ញុំជូនដំណើរលោកគ្រូតាមមកធ្វើដំណើរទៅប្រទេសចិនតម្លៃឯងរាជការជាក្នុងសម័យកាលនោះមិនត្រឹមតែជារាជការជាបុគ្គលទេហើយសាសនាក៏មានច្រើនបាក់ពួកដែរបណ្ដាលឲ្យកើតជាបញ្ហាសាសនានៅក្នុងនោះមានគ្រូសាស្ត្រមួយគឺលេខជាងសំចាស់ដែលមកពីកតាក៏មានមហិច្ឆតាហើយគិតថាថ្ងៃណាមួយគេនឹងគ្រប់គ្រងលើសាសនាព្រះហើយខ្លាចជាគ្រូមួយចំនួនយានខំលោកគ្រូរកណាជំនួសសំមកពីប្រទេសផ្សេងត្រូវតែសម្លាប់ចោលទាំងអស់កណាលោកគ្រូប៉ុន្តែខ្ញុំមិនដឹងថានេះជាតែរបស់ឯងឥឡូវខ្ញុំធ្វើថ្មីឯងអត់ទេ
ទីនេះមិនស្គាល់ឯងទេតែដឹងថាមានកន្លែងណាស្អាតនៅបាននេះចង់រកកន្លែងស្នាក់ណាតែប្រាប់ខ្ញុំមកបានឃើញលោកមកពីលោកបានផ្សេងចាប់ចំណែកមកផ្លូវលោកមួយលោកបានទៅកាន់លោកបានហើយសម្មាសម្ពុទ្ធអរគុណណាបងប្រុសក៏ប្រញាប់អរគុណខ្ញុំពេកទីនោះជាចំណងក្នុងនរកដែលគ្មានអាហារទេអ្នកណាប្រែលោកធ្វើឃើញតែខ្ញុំជួយខ្ញុំចាប់សាន់បានច្រើនធ្វើបាននារីម្នាក់ចឹងមិនយកទៅខ្លួនឯងពេកទេស្អីមានជំងឺគ្រុងបាយវាស្អាតទៅគេតែជួយឆ្លងដល់គេណាសម្រាប់យើងចោលទៅណាចោលចាតែខ្ញុំព្រះសម្ដែងថាមនុស្សគឺសមាធិសិតតែមានសិទ្ធិរស់នៅទេនោះតើខ្ញុំតែស្លាប់ចង់ចាំសិទ្ធិកុំរីយ៉ាងយើងអត់មានរឿងអីធ្វើឲ្យខុសហ៎បានជាមិនចង់ជួបគេឯងហ្នឹងនិយាយមកលោកចាជុំខ្ញុំមិនបានធ្វើអ្វីខុសទេបាទបើអត់ល្អខ្លួនចឹងល្អហើយអញ្ចឹងលោកអាចធ្វើធំទៅនិយាយទៅតើកូនលោកក៏ពុននៅកន្លែងណាឆាប់ប្រាប់មកតើហើយជំងឺក្រុងជាជំងឺឆ្លងបានអ្នកណាកើតប្រកាសពីស្លាប់លោកតាកាំងឆាប់បកគលកូនទៅឲ្យគេទៅឲ្យតែលោកបកគលកូនស្រីលោកមកឲ្យខ្ញុំហើយខ្ញុំមិនអាចទទួលពុនណាពីលោកមួយឆ្នាំហើយឲ្យលោករស់ដោយសុខស្រួលខ្ញុំបាននិយាយច្រើនលើកអីកូនស្រីខ្ញុំត្រូវពួកលោកបង្ខំដល់ចាក់ចេញពីផ្ទះឥឡូវនេះស្លាប់ឬមិនក៏រੂខ្ញុំនៅមិនទាន់ដឹងផងកូនចៅចាំយកបានកាមនេះពួកឯងឆាប់ផ្សាយគេទៅបាទផ្សាយទៅណាចាំណាទៅណានៅជួយលើកអត់ចាំបាយបាយគេបាទអូគឺកូនមិនទេសិវឆាន់គឺកូនមែនទេចូលកម្លាំងធាតុខ្លះឲ្យប្រឹងនេះអាចនិយាយយកគាត់បានមួយរយៈឥឡូវចាប់អាត្មានាំគាត់ទៅជាបារបងគណៈសំទៅជំនឿផងអ្នកនេះមិនអាចបង្ហាញមុខបានទេ